ខ្ញុំឃើញតែបងប្អូនស្អីប្រហោះពងមាន់ចៀនជាមួយទឹកតែហ៊ូប៉ុន្តែទឹកតែហ៊ូគេធ្វើពីប៊ីចេងបងប្អូនកុំធ្វើបែបហ្នឹងអត់ល្អចំពោះសុខភាពទេបងប្អូនធ្វើតាមខ្ញុំគឺមិនបាច់ប្រើប៊ីចេងទេបងប្អូនឆ្ងាញ់តាណាយកមិនអស់ខ្ញុំធ្វើតែចឹងហូបឲ្យបងប្អូនផ្ទះខ្ញុំគឺខ្ញុំចូលយកធ្វើបែបនេះឯងគឺឆ្ងាញ់បងប្អូនចៀនពងមាន់ហើយបងប្អូនមានឆាបន្លែមិនបាច់ដាក់សាច់ទេយើងគ្រាន់តែឆាត្រឡប់មួយខ្លាញ់ហើយយើងដាក់អំបិលតិចទៅជាការស្រេចទេបងប្អូនហើយខ្ទឹមសបើសិនជាបងប្អូនធ្វើច្រើនបងប្អូនដាក់ច្រើនកពឹសទៅណាបើធ្វើតិចដូចខ្ញុំម្ដងខ្ញុំធ្វើតែម្ដងហូបម្ដងចឹងឯងបងប្អូននិយាយទៅទឹកត្រីហ្នឹងយើងធ្វើជារៀងទឹកត្រីកោះកុងទេតែខ្ញុំអត់យល់ពីបងប្អូននៅភ្នំពេញគាត់ចូលចិត្តហូបទឹកខ្មេះជាមួយនឹងប៊ីចេងរបស់ជូរគាត់ដាក់ជាមួយប៊ីចេងបងប្អូនហូបវាហ្នឹងអត់ល្អទេបងប្អូនកែទម្លាប់នឹងចោលទៅចឹងបានស្រុកយើងកើតជំងឺច្រើនមកពីយើងហូបដូចថាហូបខុសក្បួនគេនិយាយពាក្យហ្នឹងហ្មងបងប្អូនឥឡូវខ្ញុំគៀបខ្ទឹមរួចហើយខ្ញុំដាក់ទឹកខ្មេះ3ស្លាបព្រាបាយដូចខ្ញុំប្រាប់បងប្អូនធ្វើច្រើនបងប្អូនលីលោកតាមហ្នឹងណាទឹកខ្មេះដាក់3ស្លាបព្រាបាយហើយអានេះម្ទេសខ្ញុំថ្ងៃមុនខ្ញុំកច្រាមខ្ញុំដាក់ក្នុងទូទឹកកកទៅម្ទេសហ្នឹងខ្ញុំដាក់តាទឹកខ្មេះក្នុងហ្នឹងតិចទេតែអត់ទៅជូរហ្មងទេណាហើយខ្ញុំក៏ដាក់ស្ករខ្ញុំដាក់2ស្លាបព្រាបាយបងប្អូនធ្វើច្រើនលីលោកតាមហ្នឹងណាឬមួយបងប្អូនភ្លក់តាមចំណង់ចំណូលទៅហើយបងប្អូនព្យាយាមយកស្លាបព្រាហ្នឹងគូធ្វើម៉េចឲ្យស្ករហើយនឹងខ្ទឹមយើងហ្នឹងណាឲ្យបានរលាយសពគ្នាល្អគូវាចឹងណាបងប្អូនគូទៅហើយខ្ញុំឃើញគេធ្វើដាក់ប៊ីចេងឡងសស្គូអូយបងប្អូនខ្ញុំរំលឹកបងប្អូនម្ដងទៀតអាចកាត់ថយបានកាត់ទៅកុំហូបបែបហ្នឹងថ្ងៃក្រោយបងប្អូននឹងកើតជំងឺឆ្អឹងឆ្អែងច្រើនមែនតើបងប្អូនអត់ល្អចំពោះសុខភាពទេប៊ីចេងមិនមែនគេមិនឲ្យហូបទេតែគេហូបដោយមានម្ហូបខ្លះគេដាក់ម្ហូបខ្លះគេមិនដាក់ដូចថាទឹកខ្មេះហើយនិយាយទៅជាតិជូរគឺអត់ត្រូវមួយប៊ីចេងហ្មងបងប្អូនខ្ញុំអត់ដឹងថាបងប្អូនខ្មែរយើងនៅតែហូបអញ្ចឹងទៀតគឺអត់ល្អទេបងប្អូនយើងកូរបានសពល្អប៉ុណ្នេះហើយបងប្អូនដាក់ទឹកត្រីខ្ញុំដាក់និយាយទៅទឹកត្រីហើយទឹកខ្មេះខ្ញុំដាក់ចង់ស្មើគ្នាទៅមើលទឹកត្រីបងប្អូននេះណាទឹកត្រីបងប្អូនខ្លះទឹកត្រីខ្លះវារៀងប្រៃបងប្អូនថែមថយតាមហ្នឹងទៅណានេះកូរវាប៉ុណ្ណឹងទៅជាការស្រេចបងប្អូនយកស្រោចទៅលើពងមាន់មកឆ្ងាញ់តាណាយកមិនអស់បងប្អូនមិនបាច់ដាក់ប៊ីចេងទេខ្ញុំចំណូលពរបងប្អូននេះខ្ញុំឆ្លាញ់សុខភាពបងប្អូនទេទើបខ្ញុំណែនាំបងប្អូនកុំហូបបែបហ្នឹងប៊ីចេងគេផលិតមកមិនមែនដូចថាហូបទៅខូចឆ្អឹងទេតែយើងហូបខុសក្បួនគេបងប្អូនហើយបងប្អូនឆាតកួនដូចខ្ញុំចឹងមកដាក់អញ្ចឹងមកបងប្អូនឆ្ងាញ់យកតាណាមអស់និយាយទៅឆ្ងាញ់ពិតបងប្អូនធ្វើទឹកត្រីចឹងគឺឆ្ងាញ់ហើយយើងហូបអត់ដល់យើងយកដាក់ទូទឹកកកទៅទុកបានយូរបងប្អូនគឺឆ្ងាញ់ទៀតហើយខ្ញុំធ្វើមិញហ្នឹងរសជាតិមកឆ្ងាញ់បងប្អូនឆ្ងាញ់មុខពិតណានេះបងប្អូនខ្ញុំចូលចិត្តហូបពងមាន់ជាតិបែបហ្នឹងឯងបងប្អូនតែខ្ញុំដូចថាខ្ញុំនៅហូបបាយក្រោយគេថ្ងៃណាខ្ញុំចង់ខ្ញុំធ្វើចឹងហូបទៅតែក្មេងៗកូនខ្ញុំអត់ចូលចិត្តហូបទឹកត្រីចឹងទេបងប្អូនតែខ្ញុំនឹងឯងទើបខ្ញុំមិនសូវចេញវីដេអូពីរបៀបហ្នឹងណាបងប្អូននេះគឺឆ្ងាញ់ពិតតែបងប្អូនសាកធ្វើតាមខ្ញុំមើលហើយយើងមានបន្លែតែយើងឆាជាមួយខ្លាញ់បន្តិចហើយបងប្អូនហូបផ្ទាប់ជាមួយពងមាន់នឹងបាយទៅអូឆ្ងាញ់ពិតបងប្អូនអូខេវីដេអូមានប៉ុណ្្នឹងទេវីដេអូនេះមិនវែងទេបងប្អូនតែខ្ញុំដាក់ខ្លីវាមិនបានដាក់វែងពីហ្នឹងទៀតក៏មិនបានមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនបងប្អូនអរគ្នាតែងស្រឡាញ់និងគាំទ្រនាងខ្ញុំតែបងប្អូនសុំចិត្តណាកុំហូបប៊ីចេងច្រើនពេកអរគុណច្រើនបងប្អូនអរគ្នា